ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយចាសបងប្អូនគឺប្រាសាទគង់ភ្លុកចាសប្រាសាទគង់ភ្លុកនេះគឺស្ថិតនៅភូមិបេងមីលាឃុំបេងមីលាស្រុកស្វាយលើខេត្តសៀមរាបចាសគឺជាប្រាសាទដែលនៅតំបន់ចាចិត្តនឹងប្រាសាទបេងមីលាដែរបងប្អូនចាបើសិនជាបងប្អូនអញ្ជើញទៅទស្សនាប្រាសាទបេងមីលាហើយបងប្អូនកុំភ្លេចចំណាយពេលវេលាអញ្ជើញទៅទស្សនាប្រាសាទគង់ភ្លុកផងចាដើម្បីជាការលើកស្ទួយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាឥឡូវយើងបានមកដល់ប្រាសាទគង់ភ្លុកហើយចាប្រាសាទនេះគឺសាងសង់មានរាងដូចជាពីរ៉ាមីតអញ្ចឹងដែរបងប្អូនចាគឺដូចទៅនឹងប្រាសាទតាដំរីចាប្រាសាទអារាមរងចិនចាគឺរូបរាងដូចគ្នាអញ្ចឹងដែរបងប្អូនចាដែលសាងសង់អំពីថ្ម3ក្រៀមចាលាយជាមួយនឹងថ្មភក់បន្តិចបន្តួចប្រាសាទនេះគឺមានកម្មចន្ទាឡើងទាំង4ទិសតែម្ដងបងប្អូនចាគឺយើងចង់ឡើងពីទិសខាងណាក៏បានដែរចាហើយប្រាសាទគង់ភ្លុកនេះដែរគឺកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2ចាដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាចាប្រាសាទនេះគឺមានការរងការខូចខាតអស់ច្រើនមែនទែនបងប្អូនចានេះចំណែកជ្រុងខាងនេះគឺត្រូវបាក់ដួលរលំអស់ហើយចានៅសល់តែឃើញមានតែចាក្រឡុកមួយចាចំណែកថ្មគឺជ្រុះរប៉ាត់រប៉ាយទៅខាងក្រោមអស់ហើយគឺបាក់អស់មួយចំហៀងពិតជាគួរឲ្យសោកស្ដាយមែនទែនបងប្អូនចាត្រង់ចំណុចនោះគឺមានព្រះពន្លាដែលយើងធ្វើដំណើរឆ្ពោះទៅកាន់បារាយបេងមីលាបងប្អូនចានេះគឺជាទស្សនវិជ្ជាដែលយើងមើលពីខាងលើនៃប្រាសាទគង់ភ្លុកចុះមកខាងក្រោមចាប្រាសាទនេះគឺមិនសូវមានបងប្អូនយើងគាត់អញ្ជើញមកទស្សនាទេចាពេលដែលនាងខ្ញុំមកទស្សនានោះគឺស្ងាត់ជ្រងំតែម្ដងចាពិតជាគួរឲ្យស្រណោះនៅស្នាដៃដូនតាដែលខំបន្សល់ទុកចាមកឲ្យកូនចៅជំនាន់ក្រោយចាប៉ុន្តែកូនចៅជំនាន់ក្រោយភាគច្រើនមិនបានស្គាល់នៅប្រាសាទមួយនេះទេបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនចាមានពេលវេលាបានមកទស្សនាប្រាសាទបេងមីលាសូមបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទគង់ភ្លុកផងចាដើម្បីលើកស្ទួយនិងគាំទ្រនៅស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនបងប្អូនវីដេអូនាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីនិងដើម្បីជាកម្លាំងចិត្តដល់នាងខ្ញុំធ្វើវីដេអូជាបន្តបន្ទាប់ជូនបងប្អូនទស្សនាចាអរគុណច្រើនពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលា